ចាំបានអត់កាលពី2ទៅ3ឆ្នាំមុនខ្ញុំបានបង្កើតវីដេអូទាក់ទងនឹង Nike ដែលមានអ្នកមើលចឹងជិតចូល3លាន views នៅលើ Facebook ហើយក្នុងអំឡុងមួយឆ្នាំ2ឆ្នាំមុនដែលខ្ញុំបញ្ចេញវីដេអូហ្នឹងគឺតម្លៃហ៊ុនរបស់ Nike គឺខ្ពស់បំផុតរហូតដល់$166ក្នុងមួយហ៊ុននិយាយទៅហ៊ុនហ្នឹងគឺហោះកប់មេតែម្ដងតែឥឡូវស្ថានភាពគឺខុសពីមុនតាំងពីចប់ COVID មក Nike នេះដូចត្រូវអំពើគេរកស៊ីក៏មិនបានហើយអត់កើតផលតែម្ដងអ្នកវិនិយោគគឺនាំគ្នារត់ចេញហើយដូចលក្ខណៈលក់អីវ៉ាន់រត់ចូលស្រុកអញ្ចឹងដែរនិយាយទៅមានអ្នកភ័យខ្លាចប៉ុន្តែសម្រាប់ខ្ញុំគិតថាឥឡូវនេះគឺជាពេលវេលាមួយដែលតម្លៃរបស់ Nike នេះគឺមហានៃចុះតម្លៃតាំងពី$166ធ្លាក់$157និយាយទៅធ្លាក់ចូល60ទៅ70%ជាងដែលយើងអាចនិយាយបានថានេះគឺជាវិបត្តិសេដ្ឋកិច្ចរបស់វិស័យស្បែកជើងឬក៏វិស័យ fashion ហើយកាលពេលវាធ្លាក់ម្ដងត្រឹម$57ខ្ញុំបានទិញហ៊ុននឹងបានដែរហើយក៏បានកើនបាន5%ដែរតាំងពីខ្ញុំទិញនៅតម្លៃ$57អញ្ចឹងដូចបានឃើញតម្លៃវានៅត្រឹមជុំវិញ$60ទេអញ្ចឹងបើសិនយើងមានលុយ$100គឺ100%យើងអាចទិញហ៊ុន Nike នឹងបានអញ្ចឹងបើសួរថាហ៊ុនមួយណាដែល Asda Inc នឹងទិញគឺហ៊ុនមួយនេះគឺ Nike នឹងឯងហើយចុងក្រោយនេះដែរអ្នកដែលចង់រៀនហ៊ុនអាចចុះឈ្មោះរៀនតាម website នេះបានឬក៏ទាក់ទងមក Telegram នេះដើម្បីចុះឈ្មោះចូលរៀនឬក៏ចង់មើលទាក់ទងនឹងហ៊ុនណាដែលយើងទិញដែលយើងបញ្ចេញពីហ៊ុនដែលយើងទិញលក់ផ្សេងៗក៏អាចចូលក្រុម Telegram នេះដែរដែលយើងគិតសេវាជាខែ$8.9មួយខែហើយអ្នកដែលចង់ចូលរួមមូលនិធិវិនិយោគរបស់ Asda Inc ដែលយើងផ្ដោតលើភាគហ៊ុនចង់ឲ្យ Asda Inc ទិញហ៊ុនឲ្យគ្រប់គ្រងទុនឲ្យឬក៏អាចចូលរួមនៅ fund របស់យើងបានដែរហើយព័ត៌មានផ្សេងៗអាចទាក់ទងមក Telegram នេះបាទអរគុណ